បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកកំសាន្តបាទតាមព្រៃឫស្សីទៀតហើយបាទហើយក៏អត់បានអ្វីទេបាទថ្ងៃនេះបាទកន្លះថ្ងៃហើយបាទពុកម៉ែបងប្អូនណាបាទគឺអត់ទាន់បានជួបអ្វីទេបាទអញ្ចឹងហើយខ្ញុំបាទក៏ឆ្លៀតយកវត្ថុស័ក្តិសិទ្ធិខ្មែរយើងបាទដែលកាលឡើងអំពីធម្មជាតិដើមឫស្សីបាទមានចំនួន2អង្គសូមដាក់បង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តណាបាទហើយអង្គទី1នេះមានឈ្មោះថាឫស្សីស្រោបថ្នាំងណាបាទស្រោបថ្នាំងនេះគឺនៅក្នុងវ័នណាពុកម៉ែបងប្អូនបាទនៅក្រោមវ័នបាទនេះបាទនេះបាទនៅក្រោមវ័នបាទហើយនេះខ្នែងខ្ញុំបាទរាប់ពីខាងក្រោមទៅបាទនេះខ្នែងវ័នថ្នាំងទី1បាទនេះបាទហើយបន្ទាប់មកគឺចំណុចវ័នថ្នាំងខាងលើនេះបាទគឺមានខ្នែងដុសខាងក្រោមវ័នបាទនេះដុសខាងក្រោមវ័នអញ្ចឹងបាទគឺស្រោបបាទស្រោបក្នុងសាច់តែមួយពុកម៉ែបងប្អូនបាទហើយឫស្សីនេះនៅរាងស្ទើណាអញ្ចឹងហើយខ្ញុំបាទរុំអំបោះក្រហមបាទដើម្បីជួយអបនៅសាច់ឫស្សីមួយអង្គនេះបាទកុំឲ្យបាក់បែកបាទពុកម៉ែបងប្អូនណាបាទហើយខ្ញុំបាទបញ្ចុះបញ្ញាក្អែកច្រើនមុខដែរបាទពុកម៉ែបងប្អូនប្រហែលជា5ទៅ6មុខបាទសិតសឹងតែជាបញ្ញាក្អែកដែលកម្រពិសេសបាទដែលខ្ញុំរកបានដោយផ្ទាល់ដៃបាទនេះខាងលើក៏ខ្ញុំបានបញ្ចុះដែរបាទសូមអធិស្ឋានបាទពុកម៉ែបងប្អូនណាកាមេរ៉ាខ្ញុំបាទអត់សូវច្បាស់បាទហើយបាទនេះច្បាស់វិញហើយនេះបាទខ្ញុំចុះបញ្ញាក្អែកបាទនេះបាទបន្ទាប់មកគឺអង្គទី2នេះគឺជាប្រភេទឫស្សីខ្នែងដុសក្រោមវ័នណាពុកម៉ែបងប្អូននេះដុសក្រោមវ័នចេះបាទដុសចេះបាទហើយឫស្សីនេះរៀងនៅស្ទើណាពុកម៉ែបងប្អូនដល់ពេលខ្ញុំបាទយកមកត្រាំប្រេងណាពុកម៉ែបងប្អូនបាទត្រាំប្រេងមិនទាន់បាទដោយសារតែរវល់នឹងការងារពេកអញ្ចឹងហើយអត់សូវបានត្រាំប្រេងឲ្យដឹកដល់អញ្ចឹងគឺរៀងស្វិតបាទរៀងស្វិតបែបនេះបាទណាបាទហើយខ្ញុំបាទបញ្ចុះបញ្ញាក្អែក4ទៅ5 6មុខដូចគ្នាបាទពុកម៉ែបងប្អូនណាបាទគឺខ្ញុំតែងតែដាក់តាមខ្លួនបាទមិនថាដើរចិត្តឆ្ងាយក្តីណាពុកម៉ែបងប្អូនបាទអត្ថន័យនៃធម្មជាតិបាទនេះគឺຂະຫນៈដាក់តាមខ្លួនបាទឬក៏ធ្វើជាបន្តោងបាទមកយួរបាទដាក់មកយួរក្នុងឡានបាទឬក៏ដាក់ក្នុងកាបូបស្ពាយបាទសម្រាប់យើងដើរចិត្តឆ្ងាយក្តីបាទគឺពិសេសខ្ញុំបាទស្រឡាញ់មែនទែនបាទ2អង្គនេះបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងណាពុកម៉ែបងប្អូនបាទគ្រាន់តែចែកម្លែកបាទបង្ហាញពុកម៉ែបងប្អូនបាទអរគុណបាទសម្រាប់ការគាំទ្រនិងតាមដានបាទសូមជម្រាបលា